បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបណ្ណាបាទថ្ងៃនេះដែរខ្ញុំចង់នាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាប្លុកវីដេអូថ្មីរបស់ខ្ញុំមួយដែលខ្ញុំធ្វើនៅខាងស្រុកកំណើតរបស់ខ្ញុំទៀតហើយថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍ខ្ញុំបានមកលេងស្រុកកំណើតរបស់ខ្ញុំនៅខាងខេត្តកំពង់ចាមស្រុកជើងព្រៃរបស់យើងនេះបងប្អូនហើយឥឡូវនេះគឺខ្ញុំចង់ថតសកម្មភាពមួយព្រឹករបស់ខ្ញុំព្រឹកឡើងគឺញាក់ព្រឹកឡើងគឺអត់មានធ្វើអីទេបងប្អូនគឺទាញទូរស័ព្ទដើរថតទេសភាពជុំវិញផ្ទះឲ្យពុកម៉ែបងប្អូនមើលព្រោះដោយសារថាយើងយប់មកយើងមកដល់វាយប់ហើយអញ្ចឹងណាយើងចេញពីពេញធ្វើល្ងាចណាបងប្អូនឥឡូវបងប្អូនអាចទស្សនាបានបងប្អូនមានដើមឈើមានអីនៅជុំវិញផ្ទះរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងបងប្អូនអើយអត់មានអីជាធំដុំអីទេគឺមានបន្តិចបន្តួចណេះណយអញ្ចឹងណាបងប្អូនហើយឥឡូវបងប្អូនអាចទស្សនាបានតាមវីដេអូនេះផ្ទាល់ផងដែរហើយបន្ទាប់ពីថតសកម្មភាពនៅជុំវិញផ្ទះឲ្យបងប្អូនទស្សនាហើយខ្ញុំក៏បានមកហូបកាហ្វេនៅខាងស្គុនយើងនេះបងប្អូននៅចិត្តវិទ្យាល័យដែលខ្ញុំបានរៀនការនៅវិទ្យាល័យបងប្អូនហើយកាហ្វេរបស់គេនេះគឺមានការដេក័រស្អាតមែនទែនបងប្អូនហើយគេធ្វើរបៀបដូចទឹកធ្លាក់ដឹកអីចឹងណាបងប្អូនហើយមើលតាសំឡេងរបស់ទឹកធ្លាក់នេះគឺដំណងបងប្អូនគឺនិយាយទៅថាដូចជាយើងដាក់ភ្លេងសេតអីត្រូវហ្មងឥឡូវបងប្អូនអាចស្ដាប់បានដោយបងប្អូនបានស្ដាប់ឮអញ្ចឹងគឺសំឡេងទឹកធ្លាក់គឺទំនងណាស់បងប្អូនហើយថ្ងៃនេះដែរគឺខ្ញុំបាន fan អាសង់ទីនមួយដែរបងប្អូនដែលគាត់បានហៅមកហូបកាហ្វេតែខ្ញុំអត់ចេះកាហ្វេបងប្អូនហើយមានតែគេហៅថាតែទឹកឃ្មុំក្រូចឆ្មាបងប្អូនហើយបន្ទាប់ពីយើងមកពីកាហ្វេវិញក៏យើងទៅថតទេសភាពនៅខាងស្រុកកំណើតរបស់យើងដែរបងប្អូននេះបានឃើញហើយពីប្រហែលថ្ងៃមុនហ្នឹងគឺមានខាងបងប្អូនជាច្រើនបានទៅថតទេសភាពនៅខាងយើងចុះពីខាងបឹងជ្រោយមកបងប្អូនខាងបឹងជ្រោយហើយទេសភាពនៅហ្នឹងបើសិនជាពីពេលគេថតមកគឺទេសភាពស្អាតបងប្អូនតែដល់ពេលខ្ញុំមកទឹកលិចហើយអត់ដឹងថាម៉េចដែរដូចជាភ្លៀងដូចលើគេថាគេភ្លៀងហើយដល់ពេលអញ្ចឹងទៅទឹកលិចទៅពួកយើងអត់អាចទៅមុខទៀតបានទេហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយអរគុណច្រើនជម្រាបលាបាយ